កូនខ្ញុំទាំងពីរនាក់រៀនភាសាខ្មែរមុនភាសាអង់គ្លេសហើយនៅផ្ទះយើងប្រើភាសាខ្មែរជាភាសាចម្បងហើយកូនខ្ញុំឥឡូវអូនវិនអាយុ4ឆ្នាំកន្លះអូននោះអាយុ2ឆ្នាំ7កន្លះហើយគាត់ចាប់ផ្ដើមរៀនអង់គ្លេសខ្លះនិយាយទៅខ្ញុំសប្បាយចិត្តដែលខ្ញុំបានជ្រើសរើសភាសាខ្មែរមុនភាសាអង់គ្លេសឲ្យកូនណាប៉ុន្តែមិនមែនថាអត់មានផលលំបាកសោះទេខ្ញុំនាំអូនវិនទៅហាត់តៃក្វាន់ដូហើយពេលចេញមកវិញហ្នឹងយំទឹកភ្នែកទឹកសបោតែយំហ្នឹងគឺមិនមែនដោយសារហាត់ទៅពិបាកឬក៏អីទេតែដោយសារស្ដាប់គេអត់បានឥឡូវអ្នកដែលក្មេងៗនិយាយភាសាអង់គ្លេសហើយនឹងគ្រូភាគច្រើនគ្រូថ្នាក់ពិសេសហ្នឹងភាគច្រើនចូលជាតិបរទេសដល់ពេលអញ្ចឹងទៅគឺកូនខ្ញុំស្ដាប់គេអត់សូវបានទេអញ្ចឹងខ្ញុំមានអារម្មណ៍រៀងអាណិតកូនដែរប៉ុន្តែសួរតែខ្ញុំស្ដាយក្រោយអត់ខ្ញុំគឺអត់ស្ដាយក្រោយទេហើយខ្ញុំចង់មកលើកហេតុផលថាតើហេតុអីខ្ញុំអត់ស្ដាយក្រោយហើយខ្ញុំមកនិយាយនេះគឺអត់មានព្យាយាមបញ្ចុះបញ្ចូលឲ្យប្រើភាសាណាព្រោះកូនម្នាក់ខុសគ្នាស្ថានភាពយើងខុសគ្នាប៉ុន្តែដោយសារអញ្ចឹងនៅពេលដែលយើងនិយាយពីរឿងប្រើភាសាខ្មែរភាគច្រើនគឺបងប្អូនរបស់យើងផ្ដោតសំខាន់ទៅលើអត្តសញ្ញាណជាតិរក្សាអក្សរសាស្ត្រខ្មែរតាក់ទងទៅនឹងយើងជនជាតិខ្មែរត្រូវប្រើភាសាខ្មែរច្រើនជាងអីចឹងណាល្អខ្ញុំគាំទ្រ 100% ដោយឡែកបងប្អូនដែលគាត់ប្រើភាសាអង់គ្លេសជាចម្បងឬក៏កូនគាត់និយាយភាសាអង់គ្លេសប្រចាំថ្ងៃភាគច្រើនយើងផ្ដោតសំខាន់ទៅលើសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ចសម័យបច្ចុប្បន្នជាពិសេសគឺឱកាសការងារសម្រាប់គាត់ទៅថ្ងៃក្រោយហើយអាហ្នឹងក៏ខ្ញុំគាំទ្រ 100% ដែរពីព្រោះសម័យឥឡូវអត់ចេះអង់គ្លេសគឺបាត់បង់ឱកាសច្រើនមែនតែម្ដងអញ្ចឹងទៅពីរហ្នឹងសិតតែត្រូវដូចគ្នាក៏ប៉ុន្តែខ្ញុំគ្រាន់តែចង់លើកកន្លែងដែលភាគច្រើនយើងអត់សូវបានលើកហើយសម្រាប់ខ្ញុំខ្លួនឯងថាហេតុអីបានជាខ្ញុំមិនស្ដាយក្រោយបើទោះបីឥឡូវកូនខ្ញុំរៀងពិបាកទំនាក់ទំនងមួយគេបន្តិចគឺដោយសារតែសម្រាប់ខ្ញុំនៅពេលដែលខ្ញុំនិយាយពីរឿងភាសាគឺខ្ញុំអត់គិតតែរឿងនិយាយទៅអាហ្នឹងសំខាន់មែនអត់សំខាន់ទេណាគ្រាន់តែគិតបន្ថែមពីលើរឿងអត្តសញ្ញាណវប្បធម៌ហើយនឹងឱកាសការងារឬក៏សមត្ថភាពរបស់គាត់គឺខ្ញុំគិតពីទំនាក់ទំនងពីព្រោះភាសាគឺដើម្បីទំនាក់ទំនងស្ដាប់គ្នាយល់នឹងអីគេនឹងកូននឹងអីគេអស្កវត្តក្នុងករណីអ្នកផ្ទះខ្ញុំឯណាចាស់ក្នុងផ្ទះខ្ញុំគឺអត់ចេះភាសាអង់គ្លេសទេអញ្ចឹងបើកូនខ្ញុំនិយាយភាសាអង់គ្លេសគឺមិនបាច់និយាយមួយយាយតាទួតអីត្មងស្ដាប់គ្នាមិនបានទេទីមួយខ្ញុំគិតថាបើសិនជាកូនខ្ញុំអត់អាចប្រស្រ័យតាក់ទងជាមួយយាយតាទួតគាត់បានអីអូយអយុត្តិធម៌ចំពោះចាស់នៅលោកអើយចិញ្ចឹមកូនចិញ្ចឹមចៅមកកណោហើយស្ដាប់គ្នាអត់បានអញ្ចឹងអត់មានទំនាក់ទំនងអត់មានភាពស្និទ្ធស្នាលហើយក្រុមគ្រួសារគឺពិតជាសំខាន់ខ្លាំងមែនតែនគឺជាក្រុមមនុស្សដែលស្រឡាញ់យើងអត់មានលក្ខខណ្ឌទេថ្ងៃក្រោយយើងធំឡើងមិនថាយើងធ្វើការងារអីឬក៏អីទេមិត្តរួមសាលាមិត្តរួមការងារឬក៏អ្នកដែលយើងស្គាល់គឺមានរយៈពេលកំណត់ប៉ុន្តែក្រុមគ្រួសារគឺមួយជីវិតសម្រាប់បទពិសោធន៍ផ្ទាល់ក្នុងជីវិតរបស់ខ្ញុំហើយនឹងការដោះស្រាយវិបត្តិឲ្យប្រិយមិត្តច្រើនឆ្នាំកន្លងមកហ្នឹងណាខ្ញុំសង្កេតឃើញថាក្មេងដែលធំឡើងដោយមានសេចក្តីស្រឡាញ់និងភាពកក់ក្ដៅពីក្រុមគ្រួសាររបស់ខ្លួនឯងគាត់មានសុខភាពផ្លូវចិត្តរៀងរឹងមាំជាងក្មេងដែលខ្វះភាពកក់ក្ដៅឬក៏ភាពស្និទ្ធស្នាលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនឯងវាមិនគ្រប់ករណីទាំងអស់ឯណាគ្រាន់តែខ្ញុំឃើញភាគច្រើនខ្ញុំចង់ឲ្យកូនខ្ញុំបើសិនជាខឹងម៉ាក់អាចរត់ទៅរកភាសាមួយប៉ាបានបើខឹងម៉ាក់ខឹងប៉ាភាសាមួយយាយបើខឹងយាយភាសាមួយតាបើមិនសប្បាយចិត្តមួយតាយាយអាចភាសាមួយតាទួតឬក៏មីងឬក៏ពូបានឲ្យគាត់មានជំរឿសច្រើននៅក្នុងក្រុមគ្រួសារហ្នឹងមុនពេលដែលគាត់រត់ទៅរកមិត្តភ័ក្តិរបស់គាត់ហើយភាសានេះវាដើរតួនាទីសំខាន់បើសិនជាគាត់និយាយស្ដាប់គ្នាអត់បានទេគឺអត់អាចបង្កើតទំនាក់ទំនងភាពស្និទ្ធស្នាលផ្ដល់ភាពកក់ក្ដៅឲ្យគ្នាកើតទេអញ្ចឹងហើយបានជាខ្ញុំប្រើភាសាខ្មែរជាចម្បងអាហ្នឹងខ្ញុំនិយាយក្នុងលក្ខខណ្ឌក្រុមគ្រួសារខ្ញុំដោយសារចាស់ក្នុងផ្ទះខ្ញុំអត់ចេះអង់គ្លេសអញ្ចឹងទៅប៉ុន្តែគ្រួសារដទៃអាចមានលក្ខណៈខុសគ្នាហើយខ្ញុំអត់មាននិយាយថាតតែធ្វើអញ្ចឹងបានត្រូវទេខ្ញុំគ្រាន់តែចែករំលែកមួយជ្រុងដើម្បីអាចនាំការពិភាក្សាឬក៏បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកចុងក្រោយក្រុមគ្រួសារយើងកូនយើងមានសិទ្ធិសម្រេចចិត្ត 100% ទៅលើអនាគតរបស់ពួកគាត់មានហេតុផលច្រើនទៀតណាដែលខ្ញុំធ្លាប់ធ្វើវីដេអូតាំងពីមុនអូនុកើតម៉េះចាប់ខ្ញុំដាក់ link នៅខាងលើហ្នឹងថាហេតុអីបានខ្ញុំជ្រើសរើសយកភាសាខ្មែរជាចម្បងតែមិនមែនបានន័យថាកូនខ្ញុំអត់រៀនអង់គ្លេសទេណាឥឡូវកូនខ្ញុំចាប់ផ្ដើមរៀនអង់គ្លេសដែរហើយអ្វីដែលខ្ញុំនិយាយនេះគឺគ្រាន់តែថាមួយណាចម្បងហើយមួយណាមុនតែប៉ុណ្្នឹងឯងតែមែនតើទៅក្មេងមានសមត្ថភាពខ្ពស់អាចរៀន2 3ភាសាអីក៏អត់អីដែរខ្ញុំតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាអរគុណច្រើនហើយខ្ញុំចាំអានមតិយោបល់របស់អ្នកទាំងអស់គ្នា